ស្ដីបងប្អូនអរគ្នាបាទថ្ងៃនេះមកចែករំលែកបទពិសោធន៍ថ្មីដែលនេះអាចថាថ្មីសម្រាប់ខ្ញុំឬក៏បងប្អូនណាដែលគាត់អត់ទាន់បានដឹងហ្នឹងបងប្អូនហ្នឹងហើយការដាំចេកហ្នឹងក៏ខ្ញុំក៏ទទួលបានបទពិសោធន៍ពីបងមុនដែរគាត់ប្រាប់គាត់ឲ្យដាំផ្កាប់គល់ចុះក្រោមឬឡើងលើតែយើងធ្វើម៉េចកប់ឲ្យចិត្តរឹសនៅពេលដែលយើងកប់ចិត្តរឹសអញ្ចឹងទៅវាដុះកូនមកបានល្អនេះដូចជាដុះអញ្ចឹងទៅវាកម្លាំងណាបងប្អូនមើលទៅគឺវាមានដូចមានសុខភាពល្អហ្មងគឺវាអត់អន់បាទតែគ្រាន់ថាឲ្យបងប្អូនប្រយ័ត្នតិចដូចខ្ញុំដូចតែថ្មីថ្មងដែរដល់ពេលខ្ញុំដាំទៅស្រាប់តែឡុងមួយខែចូល2ខែបងប្អូនវាអត់ដុះអារម្មណ៍នៅក្នុងចិត្តភ័យដឹងហើយខូចអស់ហើយចោលអស់ហើយអាដែលយើងដាំអាគល់ឡើងលើគឺវាឆាប់ដុះបដូលមកលឿនយើងឃើញតែដល់ពេលយើងដាំអាគល់ចុះក្រោមរើសឡើងលើនេះគឺវាយូរវាខ្ទង់ចូលដល់ទៅ2ខែបងប្អូនបានវាដុះតែគ្រាន់តែវាដុះមកគឺមើលទៅវាមានសុខភាពល្អគឺវាដូចថាវារឹងមាំកម្លាំងហ្មងហើយពីល្ងាចមិញហ្នឹងទៅចកាដល់ពេលជិះតាមផ្លូវរំភើបចិត្តហ្នឹងបងប្អូននៅពេលឃើញទឹកដក់តាមផ្លូវដឹងថាយើងហើយភ្លៀងអញ្ចឹងទៅយើងអត់បាក់ចាក់ទឹកព្រោះខ្ញុំចាក់ទឹកម្ដង3ថ្ងៃអីបានរួចដល់ពេលបានភ្លៀងចេះរំភើបចិត្តហ្មងសប្បាយចិត្តមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាបាយ